នេះគឺមុខម្ហូបស្ងោរស៊ុបឆ្អឹងជ្រូកចឹងនេះមានដូចជាគ្រឿងផ្សំមានដូចជាក្នុងរូបហ្នឹងចឹងនេះមានដូចល្ហុងមានដូចម្អមចឹងដំបូងយើងធ្វើការហាន់ជាមួយនឹងដំឡូងបារាំងបន្ទាប់ពីហាន់ដំឡូងបារាំងហើយវីដេអូនេះគឺតកតទៅជាមួយនឹងការហាន់ការ៉ុតចឹងការ៉ុតយើងហាន់វាលក្ខណៈដូចជាយកម៉ូតចឹងឆៃថៃក៏អញ្ចឹងដែរយើងហាន់របៀបដូចគ្នាអញ្ចឹងយើងយកម៉ូតដូចគ្នាធ្វើដូចឆាញ់នេះបាទបន្ទាប់ពីយើងចាប់ដើមហាន់ឆៃថៅនឹងហើយយើងក៏ចាប់ដើមយកវាយកមកកាត់ជាកង់អញ្ចឹងការកាត់របស់យើងគឺកាត់លក្ខណៈជាដុំធំដើម្បីកុំឲ្យវាឆាប់រលួយពេកកាលណាយើងស្ងោរស៊ុបយើងត្រូវការរងាស់រយៈពេលយូរអញ្ចឹងបើសិនយើងកាត់ទូចពេកវាអាចនឹងរលួយអញ្ចឹងយើងកាត់រៀងធំតិចនេះដំឡូងបារាំងដូចគ្នាគឺសិតតែកាត់រៀងធំទាំងអស់ជៀសវាងនៅពេលយើងស្ងោរយូរធ្វើឲ្យបន្លែអស់ហ្នឹងមានការរលួយហើយក្នុងការស្ងោរស៊ុបយើងមិនអាចចោលបានទេតាក់ទងជាមួយនឹងល្ហុងព្រោះល្ហុងវាជាធាតុផ្សំមួយដែលធ្វើឲ្យស៊ុបរបស់យើងមានជាតិអញ្ចឹងបន្ទាប់ពីនឹងមកយើងចាប់តាមយកគ្រឿងផ្សំនេះដូចជាខ្ទឹមយកទៅដុតកម្លោចហើយបានយើងយកវាមកដាក់ទៅក្នុងទឹកស៊ុបរបស់យើងដើម្បីឲ្យវាមានកើនជាតិឈ្ងុយអញ្ចឹងយើងចាប់តាមដាក់គ្រឿងសាច់របស់យើងចូលទៅក្នុងដើម្បីរងាស់យកជាតិអញ្ចឹងការរងាស់របស់ខ្ញុំគឺខ្ញុំរងាស់រយៈពេលប្រហែលជា1ម៉ោងកន្លះដើម្បីឲ្យវាឈិនជាតិមកឲ្យមានភាពឈ្ងុយឆ្ងាញ់ពិសាអញ្ចឹងបន្ទាប់ពីយើងរងាស់រៀងយូរដែរយើងចាប់ដើមថែមគ្រឿងបន្តទៀតមានដូចជាអំបិលស្ករប៊ីចេងតាមចំណង់ចំណូលចិត្តរបស់បងប្អូនផ្អែមប្រៃអីចឹងទៅជាងចាប់ដើមដាក់បន្លែរបស់យើងហើយបន្ទាប់ពីយើងរងាស់ប្រហែលជា1ម៉ោងមកយើងចាប់ដើមដាក់បន្លែរបស់យើងចូលបន្ទាប់ពីយើងដាក់បន្លែរបស់យើងចូលហើយយើងធ្វើការរងាស់ដល់ដាក់ល្ហុងយើងបន្តទៀតអញ្ចឹងយើងចាប់ដើមរងាស់ហើយនេះយើងឆ្អិនហើយយើងចាប់ដើមដាក់ដូចជាជីក្រូចយើងច្បាច់ឲ្យវាចេញជាតិចឹងមកឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់អូយក្លិនឈ្ងុយមែនតើ